បាទសូមជម្រាបសួរឥឡូវថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីវិធីសាស្ត្រ login ចូលទៅក្នុង website ដើម្បីផ្សព្វផ្សាយព័ត៌មានឬក៏បុកព័ត៌មានបាទអញ្ចឹងដើម្បីចូលទៅក្នុង website បានទី1ត្រូវមានusername ឬហៅថា email ដែលយើងបាន sign up នៅលើ website មួយត្រូវមាន username ឬក៏ email ហើយទី2ត្រូវមាន password ដែលគេបានផ្ដល់ឲ្យអញ្ចឹងលើ website ផ្សេងៗក៏ដូចគ្នាដែរគេថាគេឲ្យ username ឬក៏ email login ចូលទៅនឹង password ហ្នឹងទី1គឺយើងចូលទៅក្នុងកម្មវិធី browser ណាមួយដែលយើងធ្លាប់ប្រើឬក៏យើងចង់ប្រើអាចជា Chrome ឬក៏ Opera បាទនៅលើអេក្រង់នេះខ្ញុំបង្ហាញទៅលើ Opera តែយើងប្រើនៅលើ Chrome ក៏បានប្រើនៅកម្មវិធី browser មួយណាក៏បានដែរអញ្ចឹងតែជាទូទៅគេច្រើនប្រើនៅលើ Chrome ហើយនិង Opera អញ្ចឹងឥឡូវខ្ញុំចូលទៅ Chrome តាម Opera នេះចុចទៅវាមករួចហើយខ្ញុំវាឈ្មោះ website ដែលយើងចង់ចូលបាទអានេះវាយទៅវាយ C ទៅវា load ចេញចឹងមានន័យថាយើងធ្លាប់ចូលអញ្ចឹងវា load អញ្ចឹងបើយើងអត់ធ្លាប់ចូលយើងវាយឲ្យពេញអស់មកថា website គេ .com ឬក៏ ស្អីទៀតច្រើនប្រភេទអញ្ចឹងទៅយើងវាយឲ្យអស់ឈ្មោះ website គេអញ្ចឹងឥឡូវនេះខ្ញុំបង្ហាញទៅលើ website ដែលខ្ញុំបង្ហាញនៅលើអេក្រង់អញ្ចឹងយើងវាយចេញអញ្ចឹងមកវាយឈ្មោះ website ហើយ .com មកហើយបន្តទៅទៀតគឺយើងវាយ slash បាទ slash អញ្ចឹងមកហើយយើងវាយ wp ហើយបន្តមកទៀត admin បាទវាយឲ្យចេញជារៀងអញ្ចឹងមកបាទ wp សញ្ញាដក1ហើយ admin បន្តមកទៀតគឺយើងចុចសញ្ញាព្រួយខាងស្ដាំហើយនៅ go login ចូលអញ្ចឹងសញ្ញាព្រួយខាងស្ដាំខាងលើដៃខាងលើខាងស្ដាំដៃក៏បានឬក៏សញ្ញាព្រួយនៅខាងស្ដាំខាងក្រោមគេបំផុតនេះក៏បានដែរខ្ញុំចុចខាងក្រោមគេបំផុតនេះគឺសម្រាប់ដៃយើងនេះខ្ញុំបង្ហាញនៅលើទូរស័ព្ទដៃ Android ខ្ញុំចុចលើសញ្ញាព្រួយនេះមកវាទាញចូលទៅចឹងវាទាញចូលមកហើយនេះវាចូលទៅក្នុង website នឹងបានឈ្មោះ website នឹងបានត្រូវមាន username ឬក៏ email បាទ email អញ្ចឹង email ហ្នឹងគឺគេបាន sign up នៅក្នុង website ហ្នឹងហើយ username ក៏អញ្ចឹងដែរបាទអញ្ចឹងគេផ្ដល់ឲ្យមកហើយយើងយកដាក់នៅកន្លែងហ្នឹងមកហើយបន្តទៅទៀត password បាទ password អញ្ចឹងហើយយើងបាញ់ password មកហើយកន្លែង password នេះ username នេះ email នេះខ្ញុំបិទអត់ឲ្យមើលឃើញទេហើយ password ក៏អញ្ចឹងដែរសូមលាក់បាទអញ្ចឹងចំពោះបងប្អូនត្រូវដាក់ username ឬ email របស់បងប្អូនដែលគេផ្ដល់ឲ្យហ្នឹងមកហើយនឹង password ទៅហើយបន្តមកទៀតបើលើទូរស័ព្ទដៃរបស់យើងផ្ទាល់យើងអាចចុចលើ remember me ទៅហើយចុច login ទៅឥឡូវនេះខ្ញុំចាប់ផ្ដើមសេ email តែម្ដងឈ្មោះ email ហើយដាក់យើងសញ្ញា add gmail ហើយតោះមកហើយអស់គេអស់ចឹងមកអញ្ចឹងយើងសេ email ដែលគេផ្ដល់ឲ្យមកចូលបង្កប់នឹងមកហើយបន្តទៅទៀតគេដាក់យើងបញ្ចុចលើបប password នេះយើងវាយ password ចូលអញ្ចឹងវាយ password
យើងត្រូវវាយតាមអ្វីដែលគេឲ្យអញ្ចឹងបើអក្សរវិញអក្សរធំវាយតាមអក្សរធំតូចគឺវាយតូចបាទសញ្ញាអីផ្សេងៗត្រូវតែដាក់ឲ្យចំឲ្យត្រូវតាមសញ្ញាតែយើងអាច login ចូលបាទហើយយើងវាយរួចអស់ហើយហើយយើងចុចលើ remember ទៅសម្រាប់លើទូរស័ព្ទដៃផ្ទាល់ខ្លួនបាទ remember យ៉ាងមកហើយចុច login ទៅចុចប៊ូតុង login ខាងស្ដាំដៃអញ្ចឹងវាចូលមកក្នុង website វាចូលមកក្នុង website អញ្ចឹងបើវាមានវាសួរថា never ឬក៏ save អញ្ចឹងយើង save វាទៅវាជាប់នៅលើទូរស័ព្ទដៃរបស់យើងតែម្ដងបាទតែប្រហែលជាមួយទឹកឬក៏ពីទឹកនេះវានឹង lock out វា lock out វិញហើយយើងត្រូវការ log in ចូលអញ្ចឹងម្ដងទៀតទៅនៅពេលដែលយើងចង់ log in អញ្ចឹងរាល់ពេលដែលយើងចង់ log in ត្រូវតែធ្វើវិធីសាស្ត្រដូចខ្ញុំបានរៀបរាប់ខាងលើតែបើយើងចូលមកវាឃើញរូបរាងអញ្ចឹងមានថាយើងវាមិនទាន់ log out ទេយើងអាចប្រើប្រាស់បានយើងអាចធ្វើការប៉ុស្តិ៍ព័ត៌មានបានហើយយើងចុចលើប៊ូតុង save ទៅដោយសារទូរស័ព្ទដៃនេះគឺសាប់តបក្នុងខ្ញុំហើយជាមិនទឹកឬក៏ពីទឹកវា log out វិញហ្នឹង log out វាតែវាចាក់ចេញពីaccount នឹងវិញអញ្ចឹងដល់ពេលបើយើងចង់ចូលយើងធ្វើដូចខ្ញុំបង្ហាញខាងលើមិញធ្វើឡើងវិញចឹងទៅពីសាក់ log in ចូលក្នុង website អញ្ចឹងវាចូលមកហើយយើងអត់មានទៅធ្វើអីផ្សេងក្រៅពីទូនាទីថាប៉ុស្តិ៍ព័ត៌មានដាក់ចំណងជើងហើយដាក់រូបភាពទេមានតែប៉ុណ្្នឹងទេយើងធ្វើតែប៉ុណ្្នឹងបើយើងធ្វើលើពីហ្នឹងវាអាចចុចអីផ្សេងឬក៏លុបអីខ្វល់អីណាមួយវាអាចធ្វើ error ឬខូច website អញ្ចឹងយើងត្រូវធ្វើនៅអ្វីដែលជាការងាររបស់យើងបាទអញ្ចឹងយើងចូលអញ្ចឹងមកយើងចង់ view មើលព័ត៌មាន website របស់យើងចុចលើ home icon រូបផ្ទះចុចលើរូបផ្ទះអញ្ចឹងមកហើយចុចលើ visit site អញ្ចឹងអានេះយើង view មើលលើ website របស់យើងឃើញទេជាទម្រង់ website របស់យើងបាទអញ្ចឹងទៅអញ្ចឹងនៅពេលដែលយើងអានេះយើង log in វាចេញជារៀងអញ្ចឹងយើង log out វាអាចឃើញពណ៌ខ្មៅខាងលើទេបើយើង log out វាអាចឃើញពណ៌ខ្មៅខាងលើទេពេលយើង log in ឃើញពណ៌ខ្មៅខាងលើអញ្ចឹងអានេះក្នុងការវិធីសាស្ត្រ log in ចូលក្នុង website បាទវិធីសាស្ត្រ log in ចូលក្នុង website អញ្ចឹង log in ទៅអញ្ចឹងជាបន្តយើងនឹង download រូបភាពនិង copy អត្ថបទដើម្បីយកមកចូលក្នុង website នឹងបានអញ្ចឹងយើងផ្ញើទុកសិនយើងទម្លាក់ទុកយើងចុចលើសញ្ញាកដាលរូបមូលកដាលមាន icon 3នៅចំលើក្រោមអញ្ចឹងយើងចុចលើសញ្ញាដែលផ្ញើទុកសិនយើងទម្លាក់ទុកចេញពីអេក្រង់នឹងចឹងបាទទម្លាក់ទុកក្រោមយើងចុចលើសញ្ញានឹងមករូបមូលក្រោមនេះផុតមាន icon 2 3បាទជ្រុំក្រោមគេផុតទៅនេះបាទហើយចុចកដាលដើម្បីទម្លាក់ទុកបាទទម្លាក់ទុកទម្លាក់ចេញពីអេក្រង់នេះចេញមកចេញអញ្ចឹងហើយយើងចូលទៅ Telegram ដែលមាន Telegram របស់យើងទៅដែលមានព័ត៌មានចុចលើ Telegram ហើយចូលទៅយកព័ត៌មានមួយបាទព័ត៌មានព័ត៌មានមួយនេះចុះបាទព័ត៌មាននេះអញ្ចឹងខ្ញុំយកព័ត៌មាននេះមួយជាឧទាហរណ៍អញ្ចឹងដើម្បី download ព័ត៌មានមួយនេះបានយើងត្រូវចុចលើរូបភាពអញ្ចឹងមកហើយចុចសញ្ញាចុច3នៅជ្រុងខាងលើស្នាមដៃនេះទូរស័ព្ទចុចលើវាអញ្ចឹងមកហើយចុច save to gallery បាទចុចលើអក្សរ save to gallery ចុចលើវាអញ្ចឹងមកបាទអានឹងវា save ទៅ gallery ហើយយើង back វិញចុចសញ្ញាព្រួយខាងឆ្វេងដៃខាងលើខាងឆ្វេងដៃចុចសញ្ញាព្រួយនឹង back វិញអានេះរូបភាពនេះវាជាប់គ្នានេះមកក្រុមរបស់វា3 5 6បាទអញ្ចឹងយើង download ទៅវាទៅទាំង6អញ្ចឹងចុចលើវាមកទៀតមក
ចុចលើសញ្ញាចុច3នៅជ្រុងខាងលើខាងស្ដាំដៃទៀតហើយយក save to gallery ទៀតឥឡូវយើងបង្បានហើយវាសួរថាthis photo បើយើង save តែមួយ photo ដែលយើងចុចទេហើយយើងបង្ហាញនេះទេយើងចុចយក this photo យើងចង់ save ទាំង6រូបមិញយើងរកមិញ6រូបមិញចុចលើ R 6រូបមក six photo ហេសំខាន់ប៉ាមែនបើបាទយើងចុចលើ all six photo មកមកដល់ទាំង6នេះអក្សរខាងស្ដាំដៃនេះចុចពេលហ្នឹងមកវា save ទាំង6តែម្ដងហើយឥឡូវយើងចុចលើសញ្ញាព្រួញខាងឆ្វេងដៃនេះវិញបាទអញ្ចឹងរូបបាន6លើ1 7ហើយឥឡូវយករូប2នេះទៀត2នេះទៀតចុចលើវាអញ្ចឹងមកចុច save to gallery ទៀតបាទវាបង្ហាញ all to photo អញ្ចឹង save ទាំងពីរហ្នឹងតែម្ដងបាទហើយរូបមួយនេះទៀតខ្ញុំចុចលើវាអញ្ចឹងមកចុចលើសញ្ញាហ្នឹងមកហើយយក save តែរូបនេះខ្ញុំអត់យកទាំងអស់ទេយកតែមួយយក big photo បាទអញ្ចឹងវាបានរូបភាពមិញគឺចូលទៅក្នុង gallery របស់យើងបាន save ចូលទៅក្នុងហ្នឹងហើយយើងចុចលើសញ្ញាព្រួយខាងលើខាងឆ្វេងដៃនេះក៏បានឬក៏ព្រួយខាងក្រោមដៃខាងក្រោមដៃនេះក៏បានចុចទាំងនេះ back មួយហើយបន្តមកទៀតគឺយើងចូលទៅcopy ទៅបើកទូរទស្សន៍ឲ្យត្រឡងប៉ាទៀតcopy អត្ថបទនេះអញ្ចឹងដើម្បី copy អត្ថបទនេះចុចលើវាអញ្ចឹងមកបាទហើយយក copy នេះ icon ខាងលើខាងស្ដាំដៃអញ្ចឹងខាងលើគេបំផុតតែនៅខាងស្ដាំដៃទី1ទី2ទី3យកទី3មក icon ទី3ហើយនឹង copy អត្ថបទបាទ copy អញ្ចឹងនៅពេល copy ហើយយើងតម្លាក់អានេះចុះក្រោមទីចុចសញ្ញាកណ្ដាលមកបាទគឺតម្លាក់ចុះក្រោមអញ្ចឹងដើម្បីយើងបើកតម្លាក់មុន website ដែលយើងតម្លាក់មុនដែលយើង login ចូលរួចហើយយើងចុចលើសញ្ញាទី3នៃទី1រាប់ពីខាងឆ្វេងដៃទៅអប4ជ្រុងបាទចុចលើអបហ្នឹងមកបាទវាលោកអញ្ចឹងយើងដឹងអានេះចោលអានេះ Facebook ចោលដែរចោលអញ្ចឹងយើងមានលុបចោលអញ្ចឹងយើងប្រើមិញbrowser 2ហ្នឹងអញ្ចឹងទី1 Opera នឹងក្រោមវាគឺ website ដែលយើងបាន login បាទអញ្ចឹងដល់ទី2 browser Telegram នៅរូបខាងលើនេះអញ្ចឹងយើងមិញចូលលើ browser Telegram ហើយចុចលើសញ្ញា4ជ្រុងវាលោតអញ្ចឹងមកលោតអញ្ចឹងយើងចុចលើ browser ទី1មកតែយើងបើកមួយមុនគេដែលយើងចូលទៅក្នុង website ចុចចូលបាទចូលមកក្នុង website ដែលយើងត្រូវបកព័ត៌មានហ្នឹងបាទអញ្ចឹងមិញយើង copy អត្ថបទអញ្ចឹងដើម្បីបកព័ត៌មានឥឡូវដើម្បីបកព័ត៌មានបានគឺយើងចុចលើសញ្ញាលេខបូកបាទចុចលើសញ្ញាលេខបូកនៅជួរខាងលើដែលក្នុងប៊ូតុងពណ៌ខ្មៅរបស់ពណ៌ខ្មៅ icon ទី2រកពីខាងឆ្វេងដៃមកអញ្ចឹងសញ្ញាលេខបូកមកចុចលើសញ្ញាលេខបូកហើយចុចលើប៉ុសអក្សរប៉ុស POST អក្សរប៉ុសខាងលើបាទចុចប៉ុសអញ្ចឹងមកបាទចុចប៉ុសមកវាចេញអញ្ចឹងប្រអប់ add title នេះគឺសម្រាប់ដាក់ចំណងជើងហើយប្រអប់ខាងក្រោមនេះ add media ប្រអប់ add media នៅក្រោមនេះស្លាប់នេះអានឹងសម្រាប់ដាក់អត្ថបទបាទអានឹងរូបភាពអញ្ចឹងយើងទៅផាសអត្ថបទដែលយើងបាន copy មិញមកដើម្បីផាសវាបានចូលក្នុងប្រអប់នេះ add media នេះគឺយើងដាក់ cursor ឲ្យ load អញ្ចឹង load ផ្លប់ហ្នឹងហៅ cursor បាទអញ្ចឹងយើងសកត់វាជាប់នៅលើផ្ទៃនេះមកហើយ load អក្សរផាសមកអញ្ចឹងយើងចុចលើផាសហ្នឹងមកបាទផាសមកបាទឥឡូវឧទាហរណ៍យើងអត់ចង់ដាក់អត្ថបទនឹងពីដណ្ដោយលោកនេះលោកនោះទេអញ្ចឹងយើងលុបវាចោលមកដាក់ cursor មកលុបនេះជាឧទាហរណ៍នេះលុបវាចោលចឹងមកបាទហ្នឹងអាលុបផ្លប់នោះហៅ cursor អញ្ចឹងលុបវាចោលមកយើងដាក់វានៅខាងស្ដាំដៃនៃ title របស់យើងលុបវាអញ្ចឹងមកបាទលុបប៉ុណ្្នឹងមកបាទលុបហើយយើងចង់អាតម្លាក់អា key ខាងក្រោមវាចុះក្រោមយើងចុចសញ្ញាព្រួយចុះក្រោមវាចុះក្រោមនេះបាទអញ្ចឹងនេះ cursor យើងនៅក្រោមវាផុតក្រោមនៃអត្ថបទរបស់យើងបាទអញ្ចឹងរួចហើយយើងចុច enter នេះសញ្ញាព្រួយដែលនេះមកឆ្វេងដៃយើងពណ៌ប៊ូតុងពណ៌ខៀវ
ចុះមកក្រោមយើងចុចវាមួយមកតែមកក្រោមមកចុចវាមួយទៀតមកហើយបាន2អញ្ចឹងដែរហើយជាបន្តគឺយើងចូលទៅអាប់ឡូតរូបភាពបាទអាប់ឡូតរូបភាពបាទលើអាប់ឡូតរូបភាពចាំក្រោយចុះយើងដាក់ copy ចំណងជើងសិនបាទយើងទាញវាឡើងលើ copy ចំណងជើងដាក់ទៅក្នុងប្រអប់ចំណងជើងសិននេះចំណងជើងបាទដើម្បី copy ចំណងជើងនឹងបានគឺយើងត្រូវចុចសកត់លើវាលើចំណងជើងនឹងមកសកត់វាអញ្ចឹងមកវា load select អញ្ចឹងយើងទាញនេះប៊ូតុងដូចពឹតប៉ោងពណ៌ខៀវហ្នឹងឯងយើងសកត់វាលើទៅនឹងទាញវាឡើងទៅលើវាយើងទាញ select វាអញ្ចឹងឥឡូវប៊ូតុងដែលដូចពឹតប៉ោងពណ៌ខៀវក្រោមនេះយើងទាញ select មកក្រោមឲ្យអស់មកនេះវាមានអីគ្រីខែពុកធំវាអត់ដល់ select ដល់ទេអញ្ចឹងយើងចុចលើហ្នឹងមកចុចជាប់មកទាញវាចាប់ក្រោមចឹងមកប៉ុណ្្នឹងមកបាទហ្នឹងមើលយើង select លើចំណងជើងហើយបន្តទៀតវាឃើញសញ្ញា cut copy ផាសអីនៅលើ select ហ្នឹងអញ្ចឹងយើងចុចលើពាក្យថា copy បាទ copy COPY បាទចុចលើ copy ហ្នឹងមកបាទហ្នឹងយើង copy ចំណងជើងហើយបន្តមកយើងទាញ scroll up ឡើងមកលើមកកន្លែង add title ប្រអប់ add title ហ្នឹងអញ្ចឹងយើងដាក់ cursor ចូលអញ្ចឹងមកឃើញ cursor ចូល load ផ្លោតđấy ហើយយើងសកត់លើវាជាប់អញ្ចឹងមកទៅលើប្រអប់ហ្នឹងហើយវា load អក្សរផាសហើយចុចលើផាសមកបាទអញ្ចឹងអានេះវា space ទៅខាងស្ដាំដៃយើងលុប space ហ្នឹងទៅមកគីកំពុងធំបានអញ្ចឹងបាទហើយបន្តទៀតយើង scroll មកក្រោមវិញscroll មកក្រោមវិញយើង មកក្រោមវិញហើយបន្តមកយើងដាក់ cursor នៅខាងក្រោមវាដែលយើងបានដាក់ពីមុនមកដាក់ចំទៅនឹងមកហើយបន្តមកទៀតចុចសញ្ញាព្រួញនៅជ្រុងខាងក្រោមខាងស្ដាំដៃអញ្ចឹងមកយើងដាក់ cursor អញ្ចឹងមកយើង scroll ឡើងទៅលើវិញតែ cursor នៅ load នេះឃើញទេហើយឲ្យឡើងលើអញ្ចឹងមកឃើញប៊ូតុង add media នេះយើងចុចលើ add media តែមុនចុច add media ត្រូវដាក់ cursor នៅក្រោមឲ្យលោកប្រុសអញ្ចឹងសិនណាបាទហើយបន្តមកទៀតចុច add media បាទ add media វិញថាយើង add រូបភាពដែលយើងបាន download បាទអានេះរូប logo បាទអញ្ចឹងរូបដែលយើងបាន upload ចូលបាទរូបនៅក្នុង media library បាទយើងចង់យើង select លើ upload ប៊ូតុង upload UPLOAD ហើយយើងចុចលើប៊ូតុងនឹងមកបាទឃើញទេហើយបន្តមកទៀតគឺយើងចុច select file យើងចុចលើប៊ូតុងមួយ select file ដែលមានអក្សរថា select file បាទចុចលើវាអញ្ចឹងមកហើយវា load up ទាំងនេះមកវាសួរយើងដោយសារយើងអត់ដែលប្រើវាសួរយើងយកឲ្យលើគេផុតមកបាទដល់ពេលថ្ងៃក្រោយវាលែងសួរវា load អានឹងមកហើយយើងចុច select file វា load up ទាំងនេះវាត្រូវ load up ទាំងនេះបាត់មិញដែលយើងប្រើដំបូង browser វាប្រើដំបូងវាសួរយើងអញ្ចឹងយើងយកអាលើគេផុតមកឥឡូវនេះយើង photo យើងចុចលើសញ្ញា photo មាន icon ទី1ទី2ទី3រាប់វាឆ្វេងមកអញ្ចឹងយើងយក icon ទី3មកអក្សរអង់គ្លេសថា photo យើងចុចលើវាមកចុចលើវាមួយមកប៉ក់បាទអញ្ចឹងរូបភាពដែលយើងបាន download នៅពី Telegram អញ្ចឹងអាក្រោយគេឥឡូវគេបំផុតនេះមានថារូបភាពក្រោយគេបំផុតបាទយើងពិនិត្យមើលដែរហើយវាមានម៉ោង9:49ហើយម៉ោង 9:49 អីច្រឡំប៉ះទៅមួយមិនច្រឡំប៉ះទៅ upload អញ្ចឹងឲ្យវាទៅមួយអញ្ចឹងសិនបាទអញ្ចឹងនៅពេលយើងចុចមួយវាទៅមួយអញ្ចឹងឯងមិនច្រឡំប៉ះចូលទៅប៉ះអញ្ចឹងវាទៅមួយសិនទៅបាទយើងត្រូវរងចាំវា upload វាចប់អញ្ចឹងមួយអញ្ចឹងដែរចា៎អញ្ចឹងមានន័យថាយើង upload ចប់មួយហើយវាចេញរូបអញ្ចឹងបាទសញ្ញា tick អញ្ចឹងដើម្បីឲ្យវាចូលទៅក្នុងទីក្រោមអត្ថបទមិញយើងចុចលើ insert into box បាទប៉ុន្តែលើទូរស័ព្ទដៃបងប្អូនមុនដំបូងគឺវារូបភាពវា select ទំហំតូចទេអញ្ចឹងយើង scroll វាទៅនឹង scroll វាទៅនឹងឡើងទៅលើទាញរុញឡើងទៅលើទៅដើម្បីឲ្យមកកន្លែងឃើញផ្សាយរូបភាពប៊ូតុងក្រោមផ្សាយរូបភាពហៅ full size អញ្ចឹងលើទូរស័ព្ទដៃបងប្អូនដំបូងគឺយើងធ្វើទៅវា select លើរូបភាពតូចទំហំតូច
chẳng mà thùng tôi chẳng dương cho lơ sẽ nhập rùi mà tại nếu bị sẽ lơ full size hay thông rồi là sao nhưng còn phương đó chẳng tại chụp bút tu sắm hoặc bóng cứ về sẽ chụp thùng tàu giờ chẳng tập bông tí dương cái upload tầm rung chẳng xanh mà và bắt đầu mới dương upload thế biết thông ô tô một cái mà đó chẳng tập bông tí dương upload từ mùi xanh mà chẳng về chẳng mất chắc là thùng cho full size mà và tập bông tí về sẽ lại tàu chụp thùng tàu chẳng như thùng tối vì ăn o thì chẳng như tập bông không ăn o chẳng dương sẽ lại vô full size nhà màu mà chẳng về thùng tàu thì muốn sẽ lại lên thùng tàu chẳng nhưng chắc là về chẳng mới vô full size mà chắc là full size mà full size cái và rồi thấy chắc là insert into box button box nhiều chắc là về mà chắc là về hay trong trăm về này phải những bảy vị này tí vào bên lồng họ link code rút kịp đấy rút kịp này mình sẽ có ở chỗนึกอ่ะđây để so code នៅក្នុង select ហ្នឹងគឺជា code របស់រូបភាពមិញហ្នឹង code វា upload មកវាចេញជា code អញ្ចឹងហ្នឹងចេញជា code អញ្ចឹងបើសិនតែយើងលុបច្រឡំបាត់អក្សរ code ណាមួយនៅក្នុង select តែខ្ញុំ select បង្ហាញនេះគឺរូបភាពនឹងគឺអត់ចេញទេអញ្ចឹងចាំបាច់គឺយើងត្រូវធ្វើដោយប្រុងប្រយ័ត្នហាមបាត់អក្សរណាមួយឬក៏លុបអក្សរណាមួយក្នុង select ដែលខ្ញុំ select បង្ហាញបាទអញ្ចឹងយើងចុចលើវាមួយអញ្ចឹងមកយើង enter ចុចក្រោមបាទពី enter អញ្ចឹងមកហើយយើង upload បន្តទៀតយើង enter 2អញ្ចឹងមកវាអត់ឲ្យកុំឲ្យរូបភាពមួយជាប់គ្នាកូដជាប់គ្នាអញ្ចឹងយើងមើលអត់ដឹងអញ្ចឹងយើង enter យើង upload រូបម្ដងមួយយើងត្រូវ enter អញ្ចឹងតែបើយើង upload រូបទាំងអស់តែម្ដងវាអូតូឲ្យវា enter ហើយទំហំក៏អូតូឲ្យដែរតែយើងរើសទំហំធំពេកហើយបាទអញ្ចឹងហើយយើងទៅ upload រូបបន្តយើងចុចសញ្ញាព្រួយនេះមកហើយ scroll ចុះមកក្រោមនៅ cursor នៅបន្តទី2 enter 2ដងទីចុះមកក្រោមមកហើយយើងចុច add media ទៀតហើយចុចលើ upload file បាទ upload file rồiចុចលើ select file បាទគេវាលេង load អត់ផ្ទាំងមុនទៀតអត់ទាំងនេះស៊ូនេះវា load អត់ផ្ទាំងនេះតែម្ដងចុចលើ photo ឥឡូវរូបមិញនេះខ្ញុំ upload ផ្សាយជារូបមួយនេះរូបមួយនេះបាទរូបនេះមួយទី2ទី3ទី4ប៉ុន្តែឥឡូវយើង select ទៅទាំងអស់តែម្ដងទៅរូបនេះម៉ោង 9:48 បាទចុច select លើវាអញ្ចឹងមកបាទចុចវាសកត់ឲ្យជាប់បងប្អូនបាទចុចលើវាឲ្យជាប់បាទវាចេញធីកអញ្ចឹងបើចុចតែមួយបាច់ទៅវា load upload រូបភាពតែមួយដូចមិញទៅមិញអញ្ចឹងយើងចង់ upload រូបភាពច្រើនក្នុងពេលតែមួយតែម្ដងសកត់លើវាឲ្យជាប់អញ្ចឹងមកវាចេញសញ្ញាធីកអញ្ចឹងមកសញ្ញាធីកអញ្ចឹងលើរូបភាពហើយតែមានប្រអប់ពណ៌ខៀវធីកកដាលគឺយើងចុចលើរូបនឹងឲ្យជាប់ចុច load select អញ្ចឹងហើយបានយើងចុចបន្តទៀតចុចទៅមួយមិនបាច់សកត់ដូចមិញតែបងទីយើងសកត់វាឲ្យ load ចេញសញ្ញាធីកមូលនឹងហើយបន្តទៀតយើងចុចមួយចុចបកចុចទៅដល់ដៃអត់សកត់ជាប់ទេអញ្ចឹងមានន័យថាយើង select លើវាselect លើវាអស់អញ្ចឹងថារូប 9 អញ្ចឹងទៅបាទប៉ុណ្្នឹងនេះយើង select វាទាំងអស់ហើយចុចប៊ូតុងអក្សរនៅខាងលើខាងស្ដាំដៃអក្សរ select SELECT បាទចុចលើ select ហ្នឹងមកបាទអញ្ចឹងវា upload រូបទាំង 9 នឹងទៅទាំងអស់គ្នាក្នុងពេលតែមួយអញ្ចឹងវា upload ក្នុងមួយហើយយើងត្រូវរងចាំទូរស័ព្ទខលគេខលមកបើយើងលើកក្នុងពេលហ្នឹងគឺនឹង error ឯកសារដែលយើងកំពុងវាដែលយើង upload ហ្នឹងអញ្ចឹងនៅពេលដែលយើងធ្វើគឺហាមលើកតែលើក error ទូរស័ព្ទថ្មីទៅទូរស័ព្ទថ្មីពេលយើងលើកគឺទូរស័ព្ទថ្មីនេះវាអត់លើកទេ
យើងអាប់ឡូតវាដើរចប់អស់ទាំង9រូបហ្នឹងទៅទាំងរូបដែលយើង select upload ទាំងអស់ហ្នឹងមកវានឹងលោតប៊ូតុងយើងចុចលើ insert into box ដូចមុនដែលយើង upload រូបភាពមួយមិនមុនអញ្ចឹងទៅបាន8ទេដល់រូបភាពទី8អញ្ចឹងវាលោតអញ្ចឹងវានេះថាយើងវា upload ពេញហើយវា upload ពេញយើងចុចលើប៊ូតុងខាងក្រោមដែលវាថា insert into box ប៊ូតុង box Q បាទចុចលើវាមកនេះវាលោតមកហើយឃើញនេះកូដរូបភាពវាមាននេះឃើញកន្លែងនេះមួយខាងកន្លែងនេះ space វាមាន space វាសាច់ឃើញអញ្ចឹងទាំងនេះគឺជាកូដរូបភាពទាំង9ដែលយើងបាន upload មិញអញ្ចឹងនេះជាកូដរូបភាពហើយយើង scroll វាឡើងទៅលើអញ្ចឹងមកឃើញអញ្ចឹងយើង upload រួចហើយយើង upload រួចហើយយើងចង់បន្តមកទៀតយើងចង់បន្តមកទៀតដើម្បីបោះទៅក្នុង website នឹងបានយើង scroll មកក្រោមមួយទៀតយើងដាក់ feature រូបភាពខាងលើ scroll ចុះមកក្រោមមកបាទយើងចង់យើងបោះក្នុងព័ត៌មានហ្នឹងព័ត៌មានអីគេប្រភេទអីគេព័ត៌មានមកថាជាព័ត៌មានជាតិបាទយើងចុចលើព័ត៌មានជាតិអញ្ចឹងមក tick ចុច tick លើវាអញ្ចឹងមកហើយយើង scroll មកក្រោមទៀតមក scroll មកក្រោមទៀតរកពាក្យថា picture set picture image បាទអញ្ចឹងចុចលើ set picture image មកដើម្បីជ្រើសរើសរូបភាពមួយដាក់នៅខាងលើគេបាទ cover ខាងលើបាទអញ្ចឹងចុចលើ set picture មកហើយវាមក select លើ media library បាទអញ្ចឹងយើងជ្រើសរូបភាពមួយដែលយើងចង់បានឬចង់ដាក់ហ្នឹងហើយអញ្ចឹងឧទាហរណ៍រូបមួយនេះទៅច្រើនបាទចុចរូបទី1ខាងលើហ្នឹងហើយចុចវាមួយមកចុចវាអញ្ចឹងមកបាទអញ្ចឹងយើងឆ្លាញ់ប្រភេទភាពហ្នឹងយើងចុចវាមួយអញ្ចឹងបាទហើយបន្តមកទៀតគឺយើងចុចប៊ូតុងគេថា set picture image ប៊ូតុងខាងក្រោមប៊ូតុង Q ខាងក្រោមចុចលើវាអញ្ចឹងមកបាទចុចលើវាអញ្ចឹងមកហើយបន្តមកទៀតរូបភាពនេះបើយើងចង់ផ្គុំដាក់ច្រើនយើងមានកម្មវិធីមួយទៀតចង់មានថតវីដេអូផ្សេងមួយទៀតដើម្បីផ្គុំរូបភាពសម្រាប់ដាក់នៅក្នុង set picture image នេះបាទអញ្ចឹងនេះអាចទៅមួយអញ្ចឹងទៅបាទអញ្ចឹងយើងចុចលើវាអញ្ចឹងមកអាប់ឡូតទៅហើយយើង scroll ឡើងទៅលើវិញនេះពាក្យថាpublish នេះប៊ូតុង box Q អញ្ចឹងយើងចាប់ផ្ដើមចុច publish បាទចុច publish ហើយនេះវាមានប្រអប់មួយខាងលើនេះpost publish view post បានន័យថាវាបានយើងបានផ្សាយហើយវាបានpostហើយបាទpost publish view post បាទអក្សរ box Q view post យើងចង់ view post ដែលយើងបាន post ចុចលើ view ហ្នឹងទៅអានេះនៅក្នុង account របស់យើងក្នុងគណនី website ចេញមកឃើញនេះរូបភាពដែលយើងដាក់មិញក្រោយគេ cover picture ខាងលើនោះបាទអញ្ចឹងវាចេញអញ្ចឹងមកវាចេញនៅខាងលើគេអញ្ចឹងមកហើយ scroll អានេះចំណងជើង